ល្ងាចអត់តនេះប៉ុន្តែមានអារម្មណ៍ថាអស់កម្លាំងលេងមកអ្នកទាំងអស់គ្នាបាច់រត់ទៅរកភេទជ្ជៈជំនួយកន្លងទេប៉ុន្តែអ្នកទាំងអស់គ្នាអាចជំនួសដោយទឹកបន្លែផ្លែឈើធម្មជាតិបានបើសិនជាអ្នកទាំងអស់គ្នាថ្ងៃឡើងអស់កម្លាំងល្វើយលហិតលហើយពិបាកក្នុងការផ្ដល់អារម្មណ៍ធ្វើការបងអាចសាកជួសមុខនេះបានមើមយើងគឺវាជួយទៅដល់លំហូរឈាមរបស់យើងដែលជួយដឹកនាំអុកស៊ីសែនទៅកាន់រាងកាយរបស់យើងដែលជួយបង្កើនកម្លាំងតាមបែបធម្មជាតិការ៉ុតគឺវាសម្បូរសារជាតិវីតាមីន A ក៏ដូចជាបន្ថែមសារជាតិចិញ្ចឹមទៅកាន់រាងកាយរបស់យើងក៏បន្ថែមជាមួយនឹងខ្ញីដើម្បីជំនួសដល់ការរំលាយអាហារបន្ថែមទៀតបើសិនជាអ្នកទាំងអស់គ្នាថ្ងៃឡើងអត់ទាន់មានអារម្មណ៍ថាល្វើយអស់កម្លាំងអ្នកទាំងអស់គ្នាអាចបន្ថែមជាមួយនឹងភេទជ្ជៈធម្មជាតិនេះបានដែលជំនួសដល់ការញ៉ាំគ្រឿងកំប៉ុងអ្នកទាំងអស់គ្នាយើងអាចទទួលទានជាភេទជ្ជៈជំនួយកម្លាំងនៅពេលថ្ងៃដើម្បីបង្កើនជាមួយនឹងធម៌ពលពេញមួយថ្ងៃហ្មងចង់បង្កើតទឹកបន្លែញ៉ាំនៅផ្ទះដែលខ្លួនឯងបន្តដឹងថាដាក់គ្រឿងផ្សំអីគេខ្លះគ្រឿងផ្សំណាមានអត្ថប្រយោជន៍បែបណាអ្នកទាំងអស់គ្នាអាចរើសយកជាមួយសភៅទឹកបន្លែផ្លែឈើបានក្រៅពីនេះក៏យើងមានជារបបអាហារឡើងគីឡូឬក៏សម្រក់គីឡូដូចគ្នាហើយយើងក៏មានជាសភៅ smoothie សម្រាប់បងដែលចូលចិត្តកន្លក់បន្លែផ្លែឈើញ៉ាំសភៅទឹកបន្លែនេះអ្នកទាំងអស់គ្នាទទួលបានទាំងចំណេះដឹងតាក់ទងជាមួយបន្លែផ្លែឈើចែកបង្កើតទឹកបន្លែសម្បូរបែបហើយទទួលបានវីតាមីនចម្រុះពីបន្លែផ្លែឈើថែមទៀត